ហេតុអីថៃខ្លាចដុល្លារការយុទ្ធធំអន្តរជាតិអេស៊ីមានហេតុផលពីរហេតុផលទីមួយថៃពិតជាខ្លាចឯកសំបីដេកយល់សពក៏មិនចង់ជួបដែរថៃមិនមែនខ្លាចចាញ់កម្ពុជាបាត់បង់ត្រឹមប្រាសាទតាមាន់ធំតាក្របីប៉ុណ្ណោះទេថៃខ្លាចដល់ប្រាសាទតាមាន់តូចបច្ចុប្បន្នថៃពិតមិនឲ្យចូលនឹងដីកន្លែងផ្សេងទៀតនៅពេលឯកស៊ើបអង្កេតរកឃើញដីតាមបណ្ដោយព្រំដែនថៃលួចរំកិលក្នុងពេលមានសង្គ្រាមកន្លងមកកន្លែងខ្លះថៃលួចរំកិលចូលពី100ម៉ែត្រទៅ1គីឡូម៉ែត្រខ្លះលួចចូលដល់ជម្រៅពី10គីឡូម៉ែត្រខុសពីផែនទីចាស់តម្កល់តាមកិច្ចព្រមព្រៀងរវាងកម្ពុជានិងថៃឆ្នាំ1905និងឆ្នាំ1907ប្រាសាទស្តុកកោះធំមុនសង្គ្រាមក៏ស្ថិតក្នុងទឹកដីកម្ពុជាបច្ចុប្បន្នស្ថិតនៅក្នុងទឹកដីថៃលួចរំកិលចូលជាង3គីឡូម៉ែត្របើវាស់ត្រឹមត្រូវតាមផែនទីឆ្នាំ1905 1907មានកន្លែងផ្សេងទៀតជាច្រើននឹងត្រូវសង់ដីមកកម្ពុជាវិញត្រូវសង់ទាំងចាស់និងថ្មីហេតុផលទី2ការចរចាជាមួយគណៈកម្មការចម្រុះព្រំដែនJSCគឺជាការចរចាដើម្បីអូសបន្លាយពេលដើម្បីទុកឱកាសបានលួចរំកិលបន្ថែមទៀតព្រោះប្រទេសថៃដឹងច្បាស់ថាថ្ងៃណាមួយប្រទេសកម្ពុជានឹងធ្លាក់ក្នុងភ្លើងសង្គ្រាមម្ដងទៀតនេះជាឱកាសរបស់ថៃប្រទេសថៃមិនចង់ឲ្យប្រទេសកម្ពុជាមានសន្តិភាពទេចង់ឃើញប្រទេសកម្ពុជាមានសង្គ្រាមពេលមានសង្គ្រាមម្ដងប្រទេសថៃចំណេញទាំងនយោបាយសេដ្ឋកិច្ចនិងជាពិសេសបានឱកាសលួចរំកិលចូលដីខ្មែរជាបន្តបន្ទាប់ប្រទេសថៃក៏ធ្លាប់ដកខ្លួនចេញពីប្រទេសហត្ថលេខីក្នុងឆ្នាំ1991លើការជួញដូរវត្ថុបុរាណខុសច្បាប់អន្តរជាតិជាមួយ UNESCO ដែលមានប្រទេសសមាជិកជិត200លើពិភពលោកព្រោះថៃដឹងខ្លួនឯងថាបើខ្លួននៅជាសមាជិកថ្ងៃណាមួយប្រទេសកម្ពុជានឹងប្តឹងឲ្យសង្វត្ថុបុរាណជាច្រើនដែលថៃបានលួចចេញពីប្រទេសកម្ពុជា